សួស្តីឥឡូវយើងមកដឹងអំពីរបៀបក្នុងការសេរីម៉ោងនាឡិកាយើងណាឥឡូវនេះម៉ោងឥឡូវយើងនេះគឺម៉ោង12:51នាទីហើយថ្ងៃអាទិត្យណាត្រូវជាថ្ងៃ6 ខែ 4ណាអូខេឥឡូវយើងទៅមើលនាឡិកាផិនយើងនាឡិកាផិនយើងគឺម៉ោង11:04នាទីអញ្ចឹងវាអត់ត្រូវណាអញ្ចឹងឥឡូវយើងសេរីម៉ោងឲ្យត្រូវអញ្ចឹងជំហានទី1បងប្អូនចុចលើប៊ូតុងនេះណានេះប៊ូតុងនេះចុចចំនួន3ដងណាហើយចុចមក1 2 3ណាយើងសង្កេតមើលនៅលើ load plot តែនេះហ្នឹងគឺជាវិនាទីណាវិនាទីអញ្ចឹងយើងមិនបាច់សេរីទេវិនាទីហ្នឹងយើងចុចវាដូរវាមកនាទីណាអញ្ចឹងយើងចុចយកប៊ូតុងនេះណាដើម្បីដូរអាឡែងដូរ plot នេះមកខាងក្រោមចុចនេះមកណាចុចប៊ូតុងនេះណាចុចអូខេដល់ពេលចុចបានមកដល់ហើយហ្នឹងយើងទៅមើលនាទីនៅលើ computer ផិនយើងមកលើ52នាទីអញ្ចឹងយើងចុចវាឡើងហើយ50ដល់52មកចុចមកនេះចុចប៊ូតុងលើនេះមកចុចវាមកអូខេ52អញ្ចឹងយើងដូរចុចប៊ូតុងនេះដូរទៅទៀតណាយើងដូរទៅម៉ោងម្ដងណាអញ្ចឹងម៉ោងឥឡូវម៉ោងប៉ុន្មានហើយម៉ោង12ឥឡូវវា11យើងចុចថែមវាមួយទៀតមកអូខេណាម៉ោង12ណាអូខេបន្តមកយើងដូរទៀតណាយើងដូរទៀតយើងចុចដល់នេះមកចុចទៅវាលោតមកដល់កន្លែងនេះគឺឲ្យយើងសេរីថ្ងៃខាងលោតផលសេរីថ្ងៃណាអញ្ចឹងយើងសេរីមកថ្ងៃនេះថ្ងៃទី6យើងចុចដូរនៅខាងលើនោះតំណាងមួយមកណា5 6អូខេអញ្ចឹងយើងចុចដូរទៀតត្រូវហើយដូរទៀតមកដល់កន្លោនៃរូបplot នេះគឺជាខែណាឥឡូវខែ4អញ្ចឹងយើងដូរមកចុចមកមុខទៀតមកសេរីវាចូលខែ4មកនេះខែ4អូខេបន្តមកយើងចុចទៅទៀតណាចុចទៅមុខទៀតអូខេអញ្ចឹងនៅលើកន្លែងនេះដូរទូចនៅលើខាងលើនេះណាអញ្ចឹងវាដាក់ថ្ងៃយើងណាអញ្ចឹងមានអាខមចុងនេះគឺថ្ងៃអាទិត្យណាអញ្ចឹងយើងចុចសេរីវាចូលថ្ងៃអាទិត្យមកព្រោះថ្ងៃអាទិត្យណាចុចមកនេះណាវាចូលថ្ងៃអាទិត្យហើយបន្ទាប់មកពេលយើងបានសេរីរួចរាល់ហើយយើងចុចលើប៊ូតុង mode នេះវិញណាប៊ូតុងយើងចុចមុនដំបូងចុចវាមួយវិញមកណាអញ្ចឹងឃើញថាវាត្រឹមត្រូវហើយណាម៉ោង12:54នៅលើ computer ផងយើងក៏ម៉ោង12:54អូខេ